ជាថាអ្នកគ្នាបង្កើតជាស្គាល់ហើយតារាជំនាញ web AKK ដែលជាម្ចាស់ពាន Campbell Rapper ដែលទៅប្រឡងចប់នឹងទទួលបានពាននាពេលថ្មីនេះដែរទេបាទឥឡូវនេះគឺគាត់បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រងរបួសជើងធ្ងន់ធ្ងរណាស់ក្នុងសង្គ្រោះបន្ទាន់នៅឯប្រទេសវៀតណាមឯណោះដែលជាក់ស្ដែងទៅបណ្ដាអ្នកគ្រប់គ្រងរួមទាំងមិត្តរួមអាជីពសិល្បៈមានការតក់ស្លុតនិងបង្ហាញនៅក្តីព្រួយបារម្ភយ៉ាងខ្លាំងខណៈទទួលបានដំណឹងតារាចម្រៀង web AKK ដែលមានឈ្មោះពិតសុកបច្ច័នភិរៈចាស់ពាន Campbell Rapper បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសជើងទាំងសងខាងធ្ងន់ធ្ងរកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2026ដែលសន្ធិដ្ឋនៅផ្លូវទំនប់កប់ស្រូវសង្កាត់សំរោងខាងក្រោមរាជធានីភ្នំពេញនៅពេលភ្លាមនោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិដេជោសន្តិភាពយ៉ាងណាមិញដោយសារតែរបួសធ្ងន់ធ្ងរក្រុមគ្រួសារក៏បានសម្រេចចិត្តបញ្ជូនលោកទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមបន្តសូមបញ្ជាក់ផងដែរថាជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រុមគ្រួសាររបស់តារាចម្រៀង Rap AKK បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយអន្តរាគមន៍ស្រាវជ្រាវនិងតាមរកអ្នកបើកបរក៏ដូចជាក្រុមហ៊ុនឡានដឹកដីដែលជាជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះផងដែរ